បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការបង្ហាញអំពីចង្កូមខ្លាធំបាទនេះគឺជាចង្កូមខ្លាធំមែនតើបាទធំຂະຫນាតមួយទឹកជាងអានេះគឺស្នាមបង្ហូតឈាមមួយគឺចង្កូមក្រោមបាទនេះផ្នែកចង្កូមក្រោមស្រោបអ៊ីណុកបាទនេះក៏ដូចគ្នាគឺຂະຫນាតចង្កូមខាងក្រោមហើយមៀតវាបាន2ហ៊ុន6បាទ2ហ៊ុន6ធំគួសមនេះចង្កូមក្រោមចំណែកនេះចង្កូមផ្នែកខាងលើបាទស្រោបអ៊ីណុកទាំងអស់ហើយមានតម្រង់ជាលេខ9បាទចង្កូមខាងលើគឺមានបង្ហូតឈាម2ឆ្នោតចង្កូមខ្លាធំនេះប្រអប់សម្រាប់ដាក់ណាមកប្រអប់នោះ7គ្រាប់ល្មមនេះកាន់តែធំទៀតដែរដាក់ផុតមើលហើយចំពោះចង្កូមខ្លាធំនេះគឺជាកម្ពូលនៃវត្ថុស័ក្តិសិទ្ធិមួយដែលមានអានុភាពខ្ពង់ខ្ពស់ប្រយុទ្ធប្រឆាំងទៅនឹងអំពើអំព័ន្ធអាបធ្មប់បាទបើនិយាយពីប្រើខាងដោះអំពើខាងការពារអំពើនោះគឺបកែលេខ1បាទខាងការពារអំពើអំព័ន្ធនេះសត្រូវជាមនុស្សក្តីសត្រូវជាអមនុស្សក្តីគឺអាចការពារបានទាំងអស់បាទហើយស្អាតមែនតើបាទធំស្អាតណានេះចូល3ហ៊ុនពទា3ហ៊ុនកម្ពស់មួយទឹកជាងហើយប្រសិទ្ធភាពនៃចង្កូមខ្លានេះបើសិនជាយើងទៅប្រើប្រាស់ខាងការពារគឺយើងការពារពពួកអមនុស្សសពគ្រប់អមនុស្សទាំងអស់តាំងពីអ្នកដូនអ្នកតាបរមីតាំងពីព្រាយអរុកអរិយខ្មោចព្រាយបិសាចណាពពួកអសូរកាយពពួកបិសាចពពួកគ្រូមន្តអាគមសិលមន្តខ្មៅអាហ្នឹងគឺអាចលេងបានទាំងអស់ហើយសូម្បីតែសត្រូវជាមនុស្សក៏យើងអាចលេងបានដែរប៉ុន្តែមិនសមប្រកបក្នុងការលេងទេព្រោះតែយើងគួរតែសន្សំបុណ្យកុសលជាជាងសាងបាបហើយមួយផ្នែកទៀតពាក់ព័ន្ធទៅនឹងខាងលបែងស៊ីសងបាទប៉ុន្តែវាមិនល្អមិនគួរប្រសើរក្នុងការលេងក្នុងការប្រឡូកលោកដៃចូលទៅក្នុងរឿងលបែងប៉ុន្តែជារួមអានុភាពនៃចង្កូមខ្លាបាទឲ្យតាពិតប្រកបរបស់ពិតប្រកបគឺមើលធ្លុះលបែងនៅក្នុងលបែងស៊ីសងណាប៉ុន្តែវាមិនល្អអញ្ចឹងគប្បីកុំប្រាថ្នាទៅរឿងហ្នឹងបើយើងយកចង្កូមខ្លាមកប្រាថ្នាទៅខាងលបែងយើងមិនគួរទេតែបើនិយាយពីអានុភាពអានេះចូលទៅលេងលបែងមានចង្កូមខ្លាមួយមិនងាយចាញ់ទេលេងមិនងាយចាញ់ប៉ុន្តែគេមានរបៀបគេលេងគេមានរបៀបរបបក្នុងការប្រើប្រាស់អញ្ចឹងខ្ញុំសូមមិនធ្វើការបង្ហាញច្រើនពាក់ព័ន្ធទៅនឹងវិជាលបែងនេះប៉ុន្តែបើយើងគោរពថែរក្សារបស់នេះឲ្យល្អឲ្យប្រើខាងល្អយើងយកទៅដោះអំពើយកទៅមើលជំងឺជួយគេវិញបាទហើយបន្ទាប់ពីហ្នឹងមកយើងយកទៅប្រើក្នុងផ្លូវល្អបន្តទៀតរបស់នេះបើនិយាយពីដោះអំពើនិយាយពីជួយគេវិញគឺវាជួយបានច្រើនហើយដោះអំពើនឹងខ្លាំងប្រកែអំពើជួច្បួរអីដែលប្រើរយៈកាលយូរនៃការដោះអំពើយើងមានចង្កូមខ្លះវាលឿនជាងមុនបាទហ
ហើយបើនិយាយអំពីរដ្ឋអំណាចរដ្ឋអំណាចទាំងមនុស្សទាំងសត្វទាំងអមនុស្សអរុកអរិយអ្នកតាខ្មោចព្រាយបិសាចគឺបាក់បបក្របខ្លាចនៃអំណាចនៃចង្កូមសត្វខ្លានេះឯងយើងផ្លុំមកឆ្វាយទៅហ្នឹងហើយសត្វផ្សេងហ្នឹងចាញ់ច្រាបប៉ុន្តែរបស់យើងត្រូវតែមានរបស់ពិតប្រកបបានយើងផ្លុំទៅមានអានុភាពបើនិយាយពីសត្វពស់វិញដែលធ្លាប់ខ្ញុំដកពិសោធន៍ផ្ទាល់បើនិយាយពីសត្វពស់វិញគាត់តែផ្លុំហើយយើងដើរទៅពស់ហ្នឹងបាក់ទេសអស់ហើយបើនិយាយពីឆ្កែសត្វឆ្កែវិញយើងផ្លុំទៅឆ្កែនឹងឆ្កែលូផ្លុំពីហ្នឹងទៅក្នុងភូមិហ្នឹងចិត្តដែលសំឡេងលឺទៅដល់ឆ្កែបានលឺទាំងអស់អញ្ចឹងច្រាបនៃចង្កូមខ្លាគឺខ្លាំងបកាយអញ្ចឹងបើសួរថាពីជ័យសង្គ្រាមតើអាចការពារក្របកំភ្លើងបានអត់តាមពិតទៅរបស់នេះមិនមែនជារបស់ការពារក្របកំភ្លើងទេណាមិនមែនជារបស់ដែលយកទៅការពារក្នុងសឹកសង្គ្រាមក្របកំភ្លើងអីទេឬក៏កាប់មុនដុតឆេះអីមិនមែនទេប៉ុន្តែយើងអាចប្រើការបានខ្លះរួចមកគ្រាយើងដាក់តាមខ្លួនទៅហើយយើងធ្វើកិច្ចពិធីអីត្រឹមត្រូវមានតួអង្គគង់សថិតត្រឹមត្រូវអញ្ចឹងនៅពេលដែលគេលបមកបាញ់បហាយើងបាទអាចការពារយើងបានមកគ្រាប៉ុន្តែបើឲ្យការពារក្របយកហ្មងគឺយើងទៅអត់រួចទេគេបាញ់មកផាំងដឹងតែយើងដល់ទៅក្តីវិនាសណាមួយអញ្ចឹងគប្បីថានៅក្នុងសឹកសង្គ្រាមអត់ប្រើគេប្រើនៅក្នុងសឹកសង្គ្រាមប៉ុន្តែបើសង្គ្រាមក្នុងលក្ខណៈការពារក្របយើងអត់សំដៅលើចង្កូមខ្លាទេគឺមានចែកកាច់មានខ្នែតាន់មានជុំកឡង់អីផ្សេងជាដើមអញ្ចឹងចង្កូមខ្លានៅក្នុងភ្លើងសង្គ្រាមគេប្រើទៅលើមហាអំណាចគេយកទៅផ្ចាញ់ផ្ចាលគ្នាជាមួយនឹងមេតបធំគេយកទៅផ្ចាញ់ផ្ចាលជាមួយនឹងកងទ័ពឬក៏គ្រូដែលគេចាំជាជំនួយកម្លាំងដៃនៃកងទ័ពអញ្ចឹងគឺយើងប្រើចង្កូមខ្លាស្បែកខ្លាកញ្ចក់ខ្លាពុកមាត់ខ្លាឬបំណែកណាមួយសរីរៈណាមួយនៃសត្វខ្លានោះយកទៅផ្ចាញ់ផ្ចាលគ្នាបាទព្រោះថារបស់ដែលចេញពីសត្វខ្លានេះគឺផ្ចាញ់ផ្ចាលគ្នាបានកាចសាហាវខ្លាំងខ្លាអញ្ចឹងមកក្របដែលខ្ញុំបង្ហាញនេះប្រភេទចង្កូមលើស្នូលហើយនៅពេលដែលយើងផ្លុំដាក់កាន់ផ្លុំអញ្ចឹងទៅឮសូរសំឡេងដល់ណាច្រាបខ្លាជ្រៀតដល់នោះហើយបើថាមនុស្សយើងវិញល្មមអីគាត់នៅផ្លុំមកឆ្វាច់វិលមុខហើយអ្នកស្ដាប់ឮនឹងឈឺក្បាលអត់បានទេមិនចេះតែលេងសើចទេព្រោះថារបស់ខ្លះយើងផ្លុំទៅផ្លុំលេងដូចផ្លុំកញ្ចែអាហ្នឹងយើងអត់មានបញ្ហាអីទេប៉ុន្តែរបស់ដែលគេខ្លាំងបកែផ្លុំទៅអាចនឹងគ្រាន់តែមើលទៅដឹងថាខុសពីមុនណាផ្លុំទៅធីងធងឈឺក្បាលស្ពឹកមុខស្ពឹកដៃអីជាដើមហើយបើសួរថាចង្កូមខ្លាប្រើលើសនឹងទៀតអត់ប្រើបានសូម្បីតែខាងស្នេហ៍រកស៊ីក៏ពាក់ព័ន្ធនឹងចង្កូមខ្លាដែរប៉ុន្តែគាត់ថាបើអ្នករកស៊ីហ្មងអ្នកធ្វើជំនួញហ្មងគេពីច្រើនគេប្រើតាន់ចង្កូមខ្លាតាន់ព្រោះចង្កូមខ្លាតាន់វាបើនិយាយពីខាងលើករាសីគឺលើករាសីយើងខ្លាំងបាទលើករាសីយើងឲ្យអត់ដែតទី1ទី2បើនិយាយពីក្នុងភ្លើងសង្គ្រាមបាញ់អត់ចេញរបស់នោះចង្កូមខ្លាតាន់បាទបាញ់អត់ចេញទេហើយបើនិយាយពីមុនស្នេហ៍បាទចង្កូមខ្លាតាន់ក៏មានមុនស្នេហ៍ក្នុងខ្លួនដែរ
ត្បិតតែចកុំខ្លាមហាអំណាចពិតមែនប៉ុន្តែនៅពេលដែលតាន់យើងអាចប្រើខាងរកស៊ីក៏បានដែរហើយប្រហោងក៏អាចរកស៊ីបានដែរប៉ុន្តែប្រសិទ្ធភាពវាលក្ខណៈថាបានមកល្មមបើចង់ឲ្យរកស៊ីឲ្យខ្លាំងប្រកែគេសំដៅទៅលើចង្កូមខ្លាឃ្មុំកញ្ចក់ខ្លាឃ្មុំឬកញ្ចក់ខ្លាធំបាទអញ្ចឹងគេទៅលើកញ្ចក់គឺប្រកែខាងរកស៊ីហើយបើចង្កូមគឺចង្កូមខ្លាឃ្មុំបាទហើយចង្កូមខ្លាធំអានឹងដោះអំពើខ្លាំងបណ្ដោយហើយចង្កូមខ្លាចង្កូមតោបាទគឺអាស្រ័យទៅលើតួអង្គនៅពេលដែលភាពខ្លាំងប្រកែស័ក្តិសិទ្ធិកម្រិតណាគឺអាស្រ័យទៅលើតួអង្គបាទអញ្ចឹងក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានទស្សនាបាទសូមអរគុណច្រើន